រដូវប្រាំងផ្លូវសំឡូតទៅអូសោបងប្អូនគឺថាតាមផ្លូវមិនសូវមានរុក្ខជាតិបៃតងមកនេះសម្បូរទៅដោយពណ៌ក្រហមហើយបើនិយាយពីភ្លើងឆេះព្រៃវិញច្រើនកន្លែងហើយយ៉ាងឈើមើលអត់ចង់ឃើញតែផ្សែងអញ្ចឹងដោយសារអាកាសធាតុក្តៅខ្លាំងណាស់បងប្អូនអើយផ្លូវសំឡូតនេះខ្ញុំមិនមែនមកលើកទី1ច្រើនលើកឯគ្រាន់តែមកតាសាននេះត្រឡប់ទៅវិញគឺយើងទៅខាងអូសោបងប្អូនកាត់អូសោមដើម្បីយើងទៅខាងកោះកុងអញ្ចឹងណាឥឡូវយើងមកជិតដល់អូសោមហើយឃើញទឹកអូគេចាប៉ុន្តែមិនវាទឹកអូអត់សមជាទឹកអូព្រោះវាធំវាដូចជាទឹកស្ទឹងទលេអីមួយអញ្ចឹងហើយមកតាមផ្លូវហ្នឹងសបូរីសតខ្ញុំឃើញ2-3កន្លែងដែរនៅលើផ្លូវធំហ្នឹងនិយាយរួមអូសោមក៏ជាកន្លែងដើរលេងមួយដែរធម្មជាតិមួយដែរតាក់ទាញដែរបងប្អូនទឹកដីពណ៌ក្រហមនិយាយរួមម្ដងហ្នឹងមានអារម្មណ៍ថាដូចយើងទៅមណ្ឌលគិរីអញ្ចឹងដោយសារវាទឹកដីពណ៌ក្រហមហើយសបូភ្នំហើយវាលក្ខណៈខ្យល់ត្រជាក់ហ្មងបងប្អូនខ្យល់ត្រជាក់លហើយស្រួលមែនតើនិយាយរួមគឺខ្យល់ខ្លាំងហ្មងអមសងខាងផ្លូវហ្នឹងគឺទឹកអូហ្នឹងហ្មងចាគឺមកដល់គឺយើងមានអារម្មណ៍ដឹងហ្មងថាអូសោមអញ្ចឹងណាហើយរីសតគេក៏ស្អាតដែរចាគេធ្វើកន្លែងស្នាក់កន្លែងគេងកន្លែងបោះតង់ហើយនិយាយរួមអេមរបស់គេដែរហ្នឹងហើយគេមានតាំងពីកន្លែងយប់ឡើងសម្រាប់អាំងភ្លើងអាំងអីចឹងណានិយាយរួមទៅតំណងរបស់គេចាគឺស្រស់ស្រាយម្យ៉ាងអញ្ចឹងទៅចាកន្លែងទេសចរខ្មែរយើងគឺសបោច្រើនមែនទែនដើរសពសោះហើយហាងកាហ្វេគេនេះក៏ធ្វើស្អាតដែរបងប្អូនមិនធំតែមានហាងកាហ្វេទេគេធ្វើដបូសម្រាប់ឲ្យយើងឡើងមកដូច Sky Bar អញ្ចឹងឲ្យយើងមកអង្គុយលេងស្រស់ស្រាយស្រូបបរិយាកាសក៏ដូចជាថតរូបថតអីលេងអញ្ចឹងណាព្រោះទល់មុខផ្លូវហ្នឹងគឺសិតតែទឹកអូគេអញ្ចឹងទៅចាហើយនៅគៀនហ្នឹងក៏គេមានចកាត្រេនមួយដែរបងប្អូនចកាត្រេនហ្នឹងធំមែនតើបងប្អូននេះកន្លែងខ្ញុំច្អល់ហ្នឹងនឹងចកាត្រេនណាប៉ុន្តែអត់តន់ផ្លែទេគេទៅចាប់ផ្ដើមដាំទេបើសិនជាចកាត្រេនហ្នឹងផ្លែទៀតអូយនឹងសบายបេះយ៉ាងណាព្រោះវាធំហើយបើខែវស្សាទៀតទល់មុខភ្នំទៀតអូយមិនដឹងជាស្រស់ស្អាតប៉ុណ្ណាទេចាបើខែប្រាំងស្អាតប៉ុណ្ណឹងហើយអាកន្លែងរីសតគេនឹងហាងកាហ្វេហ្នឹងគេមានលក់អាចហួយផាសិននេះក៏ឆ្ងាញ់ដែរបងប្អូននេះរសជាតិមិនល្មមមិនផ្អែមខ្លាំងណាឥឡូវគឺយើងបានមកដល់ស្ពានដែលខ្ពស់ជាងគេនៅស្រុកខ្មែរឯចាគឺមកដល់ហ្នឹងគឺសៀវជើងហ្មងព្រោះអីវាខ្ពស់មែនបងប្អូនអើយហើយខ្ញុំមកគម្រោងមកឲ្យតាន់ថ្ងៃលិចហើយហែងមកដល់គឺតាន់ថ្ងៃលិចល្មមទេសភាពស្រស់ស្អាតខ្លាំងបងប្អូនអើយវាស្រឡឹងពីលើវិញទៅមនុស្សនៅខាងក្រោមមើលទៅដូចស្រមោចមែនតើឡើងទូចាពួកវាខ្ពស់ខ្លាំងចំពោះខ្ញុំគឺខ្ពស់ខ្លាំងហើយតែបើចំពោះបងប្អូនធ្លាប់ទៅថាខ្ពស់ខ្ញុំមិនដឹងដែរណាហើយទេសភាពកន្លែងនេះក៏ស្អាតដែរដោយសារភ្នំព័ទ្ធជុំវិញអញ្ចឹងទៅហើយថ្ងៃលិចមកគឺចន្លោះភ្នំមើលទៅស្អាតចាហើយនៅលើស្ពានហ្នឹងក៏ខ្យល់ខ្លាំងដែរបងប្អូនហើយសូម្បីតែដើរក៏ខ្ញុំស្រាវជើងនៅពេលដែលកាន់ទូរស័ព្ទថតក៏ញ័រដៃខ្លះទៅធ្លាក់ទូរស័ព្ទចុះទេចាម៉ែកូនគឺស្រស់ស្រាយមើលថ្ងៃលិចចាចិត្តមើលថ្ងៃលិចដោយសារថ្ងៃរះគ្រូកអត់តន់មើលទេអញ្ចឹងហើយបញ្ចូលចិត្តថ្ងៃលិចហើយនៅលើស្ពានហ្នឹងមិនភ័យចុះថតរូបអីពិបាកឡានអីអត់ទេព្រោះអីមានពូវិជាការពារគាត់សម្រួលចរាចរណ៍សម្រាប់ឲ្យយើងចុះថតអញ្ចឹងណាហើយវីដេអូខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនកុំភ្លេចទៅលេងអូសោមផងផ្លូវទៅខាងកោះកុងចាំជួបគ្នានៅវីដេអូកោះកុងទៀតបាយបាយបងប្អូន依然随时可以为你